ជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនទាំងគ្នាចា៎នេះនៅគ្រូកែលំហាត់ប្រតិបត្តិបន្តទៀតតែយើងមើលទៅលំហាត់ប្រតិបត្តិរបស់យើងនេះគឺគេឲ្យយើងកណនីមានន័យថាកណនីប្រមាណវិធីគុណឯកធាជាមួយនឹងឯកធាចឹងដើម្បីដឹងថាយើងត្រូវកណនីប្រមាណវិធីគុណនឹងបែបម៉េចយើងទៅមើលរូបមន្តរំលឹករបស់យើងតិចសិនណាតើឥឡូវយើងមើលទៅរូបមន្តរបស់យើងបើសិនបើយើងមាន m ហើយនឹង n គឺជាចំនួនគុណវិជ្ជមាននោះគឺយើងបាន a សេគុណ m គុណជាមួយនឹង a សេគុណ n ស្មើជាមួយនឹង a សេគុណ m បូក n a សេគុណ m គុណសំដៅ a សេគុណ m លើកជាសេគុណ n ស្មើនឹង a សេគុណ m គុណ n a b លើកជាសេគុណ n រួមអាចប្រវែងទៅជា a សេគុណ n គុណឲ្យ b សេគុណ n បានហើយនៅពេលដែលយើងយក a សេគុណ m ចែក a សេគុណ n គោលដូចគ្នាយើងអាចរក្សាគោលទុកទៅដែរហើយយកនេះទៅសងដល់ n ទៅសងក្នុងករណីដែលគោលរបស់យើងគឺខុសពី0អញ្ចឹងយើងមើលទៅលំហាត់របស់យើងវិញយើងមើលទៅលំហាត់កអញ្ចឹងចំពោះលំហាត់ករបស់យើងគឺយើងមាន10 AB គុណជាមួយនឹង A ការ៉េ B ការ៉េអញ្ចឹងចំពោះការកណនីវិធីគុណគឺយើងត្រូវយកមេគុណគុណឲ្យមេគុណហើយអថេគុណឲ្យអថេអញ្ចឹងយើងមើលទៅលើផ្នែកមេគុណរបស់អាខាងមុខនេះគឺ10ដល់ពេលមេគុណអាខាងក្រោយនេះអត់មានទេអញ្ចឹងបានន័យថាវាមានលេខ1នៅពីមុខវាឯងអញ្ចឹងបានន័យថាមេគុណរបស់វាគឺយើងត្រូវយក10គុណជាមួយនឹង1នេះបន្ទាប់មកយើងយកអថេគុណអថេម្ដងអញ្ចឹងចំពោះអថេ A ត្រូវគុណជាមួយនឹងអថេ A អញ្ចឹងវាទៅជា a គុណជាមួយនឹង a គុណជាមួយនឹង a ការ៉េអថេ b គុណជាមួយនឹងអថេ b អញ្ចឹងវាទៅជា b គុណជាមួយនឹង b ការ៉េអញ្ចឹងយើងមើលកន្លែងនេះយើងគុណមក10គុណជាមួយនឹង1គឺបាន10ដដែលហើយចំពោះ a គុណជាមួយនឹង a ការ៉េ a គុណជាមួយនឹង a ការ៉េ a ទៅទេនេះគឺវាមានមេគុណ1ពីលើវាអញ្ចឹងកាលណាយើងមាន a គុណជាមួយនឹង a ការ៉េវាស្មើជាមួយនឹង a សេគុណ1បូក2ណាវាទៅជា a សេគុណ3អញ្ចឹងកន្លែងហ្នឹងគឺយើងអាចដាក់ទៅជា a សេគុណ3គុណជាមួយនឹងអានេះដូចគ្នា b គុណជាមួយនឹង b ការ៉េវាទៅជា b សេគុណ3យើងអនុវត្តតាមរូបមន្ត a សេគុណ m គុណជាមួយនឹង a សេគុណ n ស្មើជាមួយនឹង a សេគុណm បូក n ណាអញ្ចឹងចម្លើយរបស់យើងគឺស្មើជាមួយនឹង10 a គីប b គីបឬក៏10 a សេគុណ3 b សេគុណ3ក៏បានដែរណាតែឡើយយើងចូលទៅលំហាត់បន្តទៀតគឺលំហាត់ខអញ្ចឹងចំពោះលំហាត់ខដូចគ្នាលំហាត់ខដូចគ្នាដែរយើងយកមេគុណគុណឲ្យមេគុណអថេដូចគ្នាគុណឲ្យអថេដូចគ្នាណាអញ្ចឹងចំពោះមេគុណរបស់យើងមេគុណអានេះគឺឬ2ហើយនេះគឺដក5លើ7អញ្ចឹងគឺយើងអាចសរសេរវាទៅជាឬ2គុណជាមួយនឹងដក5លើ7ហើយយើងមើលអថេរបស់យើងកន្លែងនេះយើងត្រូវយកអថេ x នេះមកគុណជាមួយនឹងអថេ x ដូចគ្នាអញ្ចឹង x គុណជាមួយនឹង x ការ៉េវាទៅជាម៉ានវាទៅជា x គីបណាហើយ e ការ៉េសេគុណ5គុណជាមួយនឹង e ការ៉េសេគុណ3វាទៅជា e ការ៉េសេគុណ8ព្រោះអីយើងយកនេះទៅសងវាបូកបញ្ចូលគ្នាអានេះ5បូក3មកបាន8ហើយកន្លែង x នេះ1បូក2មកបាន3អញ្ចឹងកន្លែងនេះយើងគ្រាន់តែគុណបន្ថែមតិចមកយើងមើលមេគុណរបស់យើងឬ2គុណជាមួយនឹងដក5លើ7យើងគុណមកគឺវាស្មើជាមួយនឹងដក5ឬ2នៅលើ5ណាយើងអាចយកអាឬ2នេះទៅគុណជាមួយនឹង5ឲ្យចេញចម្លើយបានទេដោយសារតែអាមួយនៅក្នុងឬអាមួយនៅក្រៅឬចឹងអាចគុណចូលគ្នាបានទេបើវានៅក្នុងឬការ៉េដូចគ្នានឹងអាចគុណចូលគ្នាបានណាអញ្ចឹងចម្លើយរបស់យើងចុងក្រោយគឺស្មើជាមួយនឹងដក5ឬ2លើ7 x ស្វេគុណ3 y ការ៉េស្វេគុណ x ការ៉េស្វេគុណ8តោះឥឡូវយើងបន្តទៀតទៅលំហាត់កអញ្ចឹងចំពោះលំហាត់កដូចគ្នាយើងយកមេគុណគុណឲ្យមេគុណហើយនឹងអថេដូចគ្នាគុណឲ្យអថេដូចគ្នាណាអញ្ចឹងយើងមើលមេគុណរបស់យើងស្មើប៉ុន្មានខ្លះមេគុណរបស់យើងនេះគឺស្មើជាមួយនឹងដក13លើ5ហើយនឹងដក1លើ3អញ្ចឹងយើងយកវាគុណបញ្ចូលគ្នាមកដក13នៅលើ5គុណជាមួយនឹងដក1នៅលើ3ឥឡូវយើងគុណអថេម្ដងចំពោះអថេ a គុណជាមួយនឹង a ការ៉េគឺវាស្មើជាមួយនឹង a គីបណាហើយយើងយក b របស់យើងហ្នឹងទៅគុណជាមួយនឹង b គឺវាបាន b ការ៉េហើយយើងយកអថេ c ការ៉េនេះទៅគុណជាមួយនឹង c សេគុណ5វាទៅជា c សេគុណ7ព្រោះយើងយកនេះទៅសងមកបូកបញ្ចូលគ្នាណាតោះឥឡូវចម្លើយរបស់យើងគឺប៉ុណ្ណឹងយើងគុណមេគុណបញ្ចូលគ្នាមកមេគុណរបស់យើងនេះយើងយកដក13ទៅគុណជាមួយនឹងដក1គឺវាស្មើជាមួយនឹងបូក13ឯងអញ្ចឹងបានបូក13នៅលើភាពបាញ់របស់យើងគឺយើងយក5គុណជាមួយនឹង3គឺស្មើជាមួយនឹង15ណាហើយអានេះយើងច្រឡំចូលមកវិញមក a គីប b ការ៉េ c សេគុណ7អញ្ចឹងចម្លើយយើងគឺឃើញប៉ុណ្ណឹងតោះឥឡូវយើងចូលទៅលំហាត់ចុងក្រោយអញ្ចឹងគឺយើងយកមេគុណឲ្យមេគុណអថេគុណអថេដដែលមកមេគុណរបស់យើងគឺឬ5លើ2ហើយនឹងមួយទៀតគឺដកឬ3អញ្ចឹងកន្លែងនេះយើងអាចយកមេគុណវាទៅជា
ឬ5នៅលើ2គុណជាមួយនឹងដកឬ3យើងមើលទៅអត្ថេរបស់វាម្ដងអត្ថេរបស់វា x គីបជាមួយនឹង x វាទៅជាម៉ានយើងយកសីគុណនេះទៅសង3នឹងបូកជាមួយនឹង1មកវាទៅជា x សីគុណ 4ដល់ពេល y វិញ y សីគុណ5គុណជាមួយនឹង y អញ្ចឹងយើងយក5នឹងបូកជាមួយនឹងនេះទៅសងវា1ទៀតមកវាទៅជា y សីគុណ6ហើយចុងក្រោយគឺសិតស្វ័យគុណ7គុណជាមួយនឹងសិតអញ្ចឹងវាទៅជាសិតស្វ័យគុណ8ណាអញ្ចឹងចម្លើយរបស់យើងគឺយើងគ្រាន់តែយកមេគុណគុណបញ្ចូលគ្នាបន្ថែមទៀតមកមេគុណរបស់យើងគឺយើងមានឬ5គុណជាមួយនឹងដកឬ3អញ្ចឹងវាចេញអវិជ្ជមានហើយពួកអីយើងយកបូកគុណជាមួយនឹងដកអញ្ចឹងវាដឹងតែចេញអវិជ្ជមានហើយណាអញ្ចឹងវាចេញដករឹសនៃ5គុណជាមួយនឹង3កាលណាវានៅក្នុងរឹសការ៉េដូចគ្នាអញ្ចឹងយើងអាចគុណបញ្ចូលគ្នាបានចែកឲ្យភាពបែងរបស់យើងគឺ2ដដែលណាអានេះគឺ x សីគុណ4 y សីគុណ6ហើយនឹងសិតសីគុណ8អញ្ចឹងគុណបញ្ចូលបន្ថែមមកវាទៅជាដកឬ15នៅលើ2 x សីគុណ4 y សីគុណ6ហើយសិតសីគុណ8អញ្ចឹងលំហាត់របស់យើងថ្ងៃនេះមានតែប៉ុណ្្នឹងទេបងប្អូនមានចម្ងល់ថងណាអាច comment សួរអ្នកគ្រូបានហើយបើសិនជាបងប្អូនចង់រៀនគួរបន្ថែមអាចទំនាក់ទំនងមកអ្នកគ្រូបានណាអ្នកគ្រូមានទទួលរៀនអនឡាញចាប់ពីថ្នាក់ទី7ដល់ថ្នាក់ទី12ហើយបងប្អូនអាចទំនាក់ទំនងមកអ្នកគ្រូតាមរយៈ Telegram នេះបានចឹងអ្នកគ្រូមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នា